ស៊ូថ្ងៃនេះនាងខ្ញុំមិនណែនាំបងប្អូនអំពីរបៀបវាស់សម្រាប់បងប្អូនឬក៏បងដែលមិនទាន់ចេះណាថ្ងៃនេះនាងខ្ញុំមកណែនាំអំពីរបៀបវាស់រោគអូខេជាដំបូងយើងវាស់ស្មាចាបន្ទាប់មកយើងវាស់ទ្រូងជុំវិញដើមទ្រូងចាបន្ទាប់ទៀតយើងវាស់ចង្កេះជុំវិញចង្កេះបន្ទាប់ទី3យើងវាស់ត្រគាកទី1យើងវាស់ស្មាទី2ទ្រូងទី3រៀងទី4ត្រគាកទី5គឺយើងវាស់យកខ្សែម៉ាត់ចុចពីគល់កវាស់សម្រងទ្រូងសម្រងរៀងចាសម្រងរៀងយកវែងពេកក៏អត់ស្អាតយកខ្លីពេកយកត្រឹមចង្កេះបន្ទាប់មកយើងវាស់សម្រងគេចង់បានប៉ុណ្ណាតែគាត់ចង់បានសម្រងក្រមជង្គង់ចារោគខ្លីតែរោគនេះគឺជារោគខ្លីតែដៃវែងចាដៃវែងដៃប៉ោងចាវាស់ដៃចាដៃវែងចារួចយើងវាស់ជុំវិញដៃចារួចយើងវាស់សម្រងកយើងមិនអាចចុះដោយខ្លួនឯងទេគឺយើងវាស់មានន័យថាគេចូលចិត្តជម្រៅម៉ានយើងដាក់តាមគេចូលចិត្តចានេះយើងវាស់កក្រោយចាអរគុណច្រើន